នេះថ្ងៃនេះចង់ប្រាប់បងប្អូនអំពីបល័យមួយដែលគេតែងតែឧទ្ទិសទាននៅពេលដែលយើងប្រគេនចង្ហាន់ដល់ព្រះសង្ឃរួចនេះចំពោះតែបងប្អូនណាដែលធ្លាប់បួសរៀនហើយចង់ធ្វើអាចារ្យជាអាចារ្យសង្ឃទានមកព្រឹកឬក៏មានបងប្អូនណាដែលពឹងពោយើងធ្វើវិសង្កទានមកព្រឹកអីបងប្អូនអាចរៀនតែបល័យនេះឬក៏បងប្អូនសូត្រជាសម្រាយថាជាសម្រាយដើម្បីឲ្យម្ចាស់ទានប្រធានតំបន់ថាតាមក៏បានឬក៏បងប្អូនថាជាបល័យដែលដកស្រង់ពីតរកុតិសូត្រនោះក៏បានគឺមានជាបល័យថាអ៊ីទាំងនូទាណាំងមេតាពេតូណាំងញាតីណាំងហោតោសុគិតាហនតោញាតយោរីទាននៃខ្ញុំប្រការណាទាំងឡាយនេះបានប្រគេនហើយដោយប្រពៃសូមឲ្យបានសម្រេចដល់មេដាបៃតាញាតិកាទាំងឡាយផងគ្រូឧបជាយាចាទាំងឡាយផងដល់ញាតិទាំងឡាយក្នុងសង្សារវដ្តផងសូមញាតិទាំងឡាយមានមេដាបៃតាជាដើមនោះបាននៅសេចក្តីសុខអស់កាលជាអង្វែងទៅអងបន្ទាប់មកក៏អាចារ្យមិនលឺសំឡេងឡើងថាសូមអនុមោទនីនៅទានសាធុតែប៉ុណ្ណេះហើយក៏ចប់ទៅបងប្អូន